Hey everyone, welcome back. It's great to see you here today. បារម្ភម្នាក់នេះបានបើកទ្វារក្រាកឃើញឆ្កែដែលគាត់ចាំនឹងមកសិតតែឈាមហើយគាត់បានរត់សម្ដៅទៅមើលកូនគាត់នៅក្នុងបន្ទប់តែអត់ឃើញកូនគាត់ទេឃើញតែឈាមដែលស្រក់តក់ធ្វើឲ្យគាត់ដែលជាឪពុកមានអារម្មណ៍ថាខឹងយ៉ាងខ្លាំងហើយគាត់ក៏បានដកដើរលើឆ្កែគាត់នឹងដាក់ទៅលើឆ្កែគាត់ម៉ាត់នេះឡើង700ហើយឆ្កែនឹងពិតជាអាណិតមែនតើដល់ពេលគាត់មើលទៅខាងក្នុងទៅគាត់ដើរចុះឡើងបើកទ្វារក្រាកឃើញកូនគាត់នៅក្នុងនឹងជាមួយនឹងឆ្កែចចកមួយក្បាលហើយឆ្កែដោយរឿងហេតុហ្នឹងដោយសារតែឆ្កែចចកវាចង់ស៊ីកូនគាត់ហើយត្រូវឆ្កែហ្នឹងវាបានខំឆ្កែចចកហ្នឹងឡើង700ហើយគាត់ពិតជាមានអារម្មណ៍ថាសុំទោសនឹងដឹងកំហុសចំពោះទង្វើដែលគាត់ធ្វើដាក់ឆ្កែនេះមែនតើហើយនេះជារឿងពិតដែលកើតមានចំពោះបារម្ភណាស់ដែលបានធ្វើឲ្យឆ្កែរបស់គាត់ចិញ្ចឹម700បារម្ភម្នាក់នេះបានសម្រេចចិត្តថាថតភ្នំភ្លើងដែលកំពុងផ្ទុះដោយសារតែភ្នំភ្លើងនោះវាផ្ទុះខ្លាំងពេកធ្វើឲ្យគំតិចកំទីប៉ាវមកចិត្តគាត់ហើយគាត់ក៏សម្រេចចិត្តថាអត់រត់ទៅណាឯងដោយមើលមុខមើលក្រោយបន្តមកគាត់បានយកកាមេរ៉ារបស់គាត់យករូបថតទាំងអស់ដែលភ្នំភ្លើងកំពុងផ្ទុះពីនោះទស្សនវិជ្ជាភ្នំភ្លើងពិតជាមានអារម្មណ៍ថាសស្អាតមែនទែនធ្វើឲ្យគាត់ប្រមូលឯកសារដែលគាត់ថតទុកបានដាក់ចុះកាបូបបន្ទាប់មកគាត់យកអាកាបូបនោះអោបនឹងជាប់នឹងខ្លួនរបស់គាត់ដោយសារតែភ្នំភ្លើងខ្លាំងពេកក៏ធ្វើឲ្យគាត់បាន700បាត់ទៅដល់ពេលជួយសង្គ្រោះមកដល់បានកកាយឃើញរូបរាងគាត់ហើយបានយកអារូបថតដែលគាត់យកបានថតនឹងយកមកមើលហើយឃើញពិតជាមានភាពសស្អាតមែនទែនរហូតដល់គេបានចោះក្នុងខ្សែធ្វើឲ្យមានភាពល្បីល្បាញនេះជារឿងពិតរបស់បារម្ភអ្នកនេះដែលព្យាយាមប្រឌិតយករូបថតពីភ្នំភ្លើងហើយត្រូវភ្នំភ្លើងធ្វើឲ្យគាត់700បាត់ទៅកន្លងពេលសង្គ្រាមកំពុងតែបាញ់គ្នាទុងទាំងបារម្ភអ្នកឃើញតើដែលជាប់នៅក្នុងផុកហើយគាត់ក៏សម្រេចចិត្តថាយកតើនោះដាក់ចូលក្នុងកតាបដើម្បីយកទៅផ្ទះហើយគាត់ពីអ្នកតើក៏បានព្យាយាមរត់កាត់គ្រាប់កំភ្លើងដែលគេកំពុងតែបាញ់គ្នាយ៉ាងសាហាវផ្ទៃផ្សៃដល់ពេលរួចនេះមានជីវិតគាត់បានដាក់ចំណីឲ្យតើដើម្បីឲ្យតើនោះមានជីវិតដល់ពេលទៅដល់ផ្ទះគាត់បានមើលថែចាំតើនោះរហូតដល់គាត់ចាស់កោងខ្នងដល់ពេលថ្ងៃមួយគាត់ក៏បាន700បាត់ទៅនៅសារតើធ្វើឲ្យតើនៅឯកាកំព្រាម្នាក់ឯងហើយតើនេះពិតជានឹកទៅដល់លោកតាមែនតើដែលបានជួយសង្គ្រោះជីវិតវានេះជារឿងពិតដែលកើតមានចំពោះតើដែលបានលោកតាជួយពីកន្លែងគេបាញ់គ្នាក្នុងសង្គ្រាមបារម្ភម្នាក់នេះតនេអត់ការងារធ្វើខ្លាំងពេកក៏បានកេងទៅលើគ្រាប់មីនហើយធ្វើឲ្យគ្រាប់មីនផ្ទុះមួយគ្រាប់ឡើងដាច់ជើងដាច់ខ្ទេចហើយគាត់ក៏សម្រេចចិត្តថាដាក់100ខ្នើយហើយគាត់ឡើងដេកលើគាត់ត្រូវគ្រាប់មីននោះផ្ទុះទាំងធ្វើឲ្យចំហាយចេញពីគ្រាប់មីនហ្នឹងអាចធ្វើគាត់មានរបួសសឹងគ្រប់ទីកន្លែងហើយបើគាត់សម្រេចចិត្តថាដាក់ខ្នើយ1000ហើយគាត់រុំជួយបងសិតហើយគាត់ឡើងដេកពីលើគាត់នៅមិនអាចទប់ជាមួយគ្រាប់មីននោះបានដែរធ្វើឲ្យគាត់700ជាលើកទី3ដល់ពេលគាត់កាត់មកលើកទី4គាត់ដាក់ខ្នើយចំនួន10000ខ្នើយបន្ទាប់មកក៏ឡើងដេកពីលើហើយខ្នើយនីមួយៗគេបានចម្រាញ់ចេញពីជ័រដែលស្អិតទោះកម្លាំងផ្ទុះយ៉ាងណាក៏វាមិនអាចធ្វើឲ្យគាត់មានរបួសបានដែរបារម្ភនេះបានយកមាសយកមកដាក់បំលែងទៅជាដុំតូចមួយហើយគាត់យកអាទឹកមាសហ្នឹងយកទៅពិសោធន៍ហើយគាត់ធ្វើជាដុំមួយដែលមានសភាពយ៉ាងធំហើយគាត់បានបោះត្រាហ្នឹងពីលើដល់ពេលគេយកម៉ាស៊ីនយកមក scan យ៉ាងណាក៏អាចមើលឃើញនឹងថាមាសខ្លាំងៗបានដែរហើយគាត់បានយកមាសដែលខ្លាំងៗឲ្យគាត់ផលិតយកទៅលក់បានលុយឡើងច្រើនបើអ្នកបង្វិលខ្លួនឯងក្នុងល្បឿនមួយដែលលឿននោះវានឹងធ្វើឲ្យក្បាលរបស់អ្នកជ្រុះសក់អស់និងធ្វើឲ្យខួរជ្រុះចេញតែបជាតែបើអ្នកយកបង្វិលធម្មតាវាអត់អីទេតែបើអ្នកហ៊ានយកអាល្បឿនបង្វិលយកមកចងភ្ជាប់ជាមួយនឹងតុងបង្វិលបន្ទាប់មកអ្នកពាក់ខ្សែក្រវ៉ាត់ចូលនឹងឆ្កេះជាប់បន្ទាប់មកអ្នកចាប់ដើមបង្វិលវានោះល្បឿនបង្វិលដែលមានសភាពលឿនខ្លាំងក្នុងរយៈពេល5000 feet វានឹងធ្វើឲ្យសរសៃឈាមនៅក្នុងខ្លួនរបស់អ្នកនិងខួរក្បាលរបស់អ្នកចាប់ដើមកលុកកវីដាច់ខ្ទេចខ្ទីអស់ហើយខួរក្បាលរបស់អ្នកនឹងបង្វិលខ្ទេចខ្ទីដាច់ខ្ទេចខ្ទីអស់វាធ្វើឲ្យខ្លាចជាទឹកឈាមតែមួយពីភ្នែក